សាលាអូតូភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសអតីតអង្គការស្រីស៊ីណានៅដដែលបងប្អូនប្រិមិត្តប្រកាសជាបានដឹងនិងបានជ្រាបហើយពាក់ព័ន្ធទៅនឹងអតីតអង្គការស្រីស៊ីណាកាលពីឆ្នាំ2024បាទគឺមានករណីបាញ់ប្រហារទៅលើប្តីប្រពន្ធចំនួន2រូបរួមទាំងបុគ្គលិកក្រុមការងារនៅគេហដ្ឋានមួយកន្លែងបាទអញ្ចឹងរហូតទៅដល់ឆ្នាំ2025ហើយអញ្ចឹងបងប្អូនទៅលំអិតជាមួយនឹងខ្ញុំបាទទាំងអស់គ្នាថាឆ្នាំ2025បានមកដល់មានរឿងអ្វីកើតឡើងចំពោះបាទអង្គការបាទអតីតអង្គការស្រីស៊ីណាបាទភ្នំពេញបន្ទាប់ពីសាលាអូតូភ្នំពេញកាលពីល្ងាចថ្ងៃទី25ខែមេសាឆ្នាំ2025នេះបានបើកសវនកម្មជំនុំជម្រះលើបណ្ដឹងសារទុករបស់ជនជាប់ចោទឈ្មោះស្រីស៊ីណាអតីតអង្គការដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញរួចមកនៅថ្ងៃទី30ខែមេសាឆ្នាំ2025នេះសាលាអូតូភ្នំពេញបានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបងរាជធានីភ្នំពេញទុកជាបានការដដែលនិងបដិសេធចោលនៅបណ្ដឹងប្តឹងបញ្ចូលសំណុំរឿងតែមួយបងប្អូនអញ្ចឹងបានន័យថាបាទសាលាដំបងរាជធានីភ្នំពេញទុកជាបានការដដែលបាទក្រោយបាទមេធាវីរបស់អង្គការស្រីស៊ីណានេះបានព្យាយាមបណ្ដឹងថាករណីទាំងអស់ហ្នឹងគឺបាទប្តឹងបញ្ចូលជាករណីតែមួយទេបាទអញ្ចឹងបងប្អូនទៅលម្អិតទាំងអស់គ្នាក្នុងពេលប្រកាសសាលដីកានេះមានការចូលរួមពីមេធាវីបាទគីអាវនិងមេធាវីសុកអ៊ួងបាទសមាជិកក្រុមអន្តរាគមន៍បានអមកូនក្តីរងគ្រោះចូលស្ដាប់ការប្រកាសបាទសាលដីការបស់សាលាដំបងភ្នំពេញពាក់ព័ន្ធនឹងករណីបាញ់ប្រហារបង្កឡើងដោយជួនជាប់ចោតស្រីស៊ីណាផងដែរសូមជម្រាបជូនថាសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី23ខែធ្នូឆ្នាំ2024បានសម្រេចផ្តន្ទាទោសជួនជាប់ចោតឈ្មោះថាស្រីស៊ីណាចំនួន3បទល្មើស1បទឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា199នៃក្រមព្រហ្មទណ្ឌនិងមាត្រាទី20នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសាវដោយដាក់ពន្ធនាគារ15ឆ្នាំនិងពិន័យជាប្រាក់2លានរៀល2ឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា27មាត្រា199នៃក្រមព្រហ្មទណ្ឌនិងមាត្រា20នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសាវដោយដាក់ពន្ធនាគារ15ឆ្នាំនិងពិន័យជាប្រាក់2លានរៀល3បទរំលោភលើលំនៅឋានតាមមាត្រា299នៃក្រមព្រហ្មទណ្ឌដោយដាក់ពន្ធនាគារ1ឆ្នាំនិងពិន័យប្រាក់ចំនួន2លានរៀលសរុបទាំង3សំណុំរឿងនេះជនបាទល្មើសស្រីស៊ីណាត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតទៅដល់31ឆ្នាំប្រិមិត្តនិងពិន័យជាប្រាក់6លានរៀលក្រៅពីនេះជនជាប់ចោតស្រីស៊ីណាត្រូវសងសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតហ្នឹងក្នុងម្នាក់$1លានអាមេរិកជនរងគ្រោះដែលរងរបួស2នាក់ម្នាក់$20,000អាមេរិកនិងម្នាក់ទៀត$30,000អាមេរិកនិងម្ចាស់ផ្ទះដែលត្រូវបានបាទលោកស្រីស៊ីណារំលោភលើលំនៅឋានចំនួន$50,000អាមេរិកបងប្អូនហើយបាទសរុប3សំណុំរឿងអតីតអង្គការស្រីស៊ីណាជាប់ពន្ធនាគារ31ឆ្នាំអញ្ចឹងអ្វីបើតាមខ្ញុំមើលដូចជាចូល40ហើយបងប្អូនចូល70អញ្ចឹងជាប់30ឆ្នាំចេញមកបានអាយុ70បាត់ហើយបាទបងប្អូនអ្នកគ្នានឹងឲ្យដោយសារតែកំហឹងមួយពេលបាទដោយសារតែកំហឹងមួយពេលទប់អារម្មណ៍ខ្លួនឯងមិនបានយកឈ្នះខ្លួនឯងមិនបានក៏បណ្ដាលឲ្យអតីតអង្គការស្រីស៊ីណាហ្នឹងបាទប្រើប្រាស់អាវុធបាទបាញ់ប្រហារទៅលើប្តីប្រពន្ធមួយគូបាទបណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងកន្លែងកាត់ហែកក៏ដូចជាឲ្យក្រុមការងាររបស់គាត់រងរបួសបាទដល់ថាយកឈ្នះពីណាបានអត់ប្រយោជន៍ទេគ្មានអីក្រៅពីយកឈ្នះខ្លួនឯងទេយកឈ្នះខ្លួនឯងបានទើបជារឿងអស្ចារ្យបាទអញ្ចឹងអង្គការស្រីស៊ីណានេះបាទបាក់និយាយបងប្អូនបាទមិននិយាយថាម៉េចទេបាទអញ្ចឹងបងប្អូនដែលចង់បានព័ត៌មានថ្មីៗដែលអាប់ដេតបាទសូមកុំភ្លេចចុចជាវ channel របស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា